ថ្ងៃនេះសូមមកមើលមេរៀនទី24ទាំងអស់គ្នាវាយកទី1គឺទាក់ទងនឹងការឲ្យអ្វីមួយមកខ្ញុំចំពោះការឲ្យអ្វីមួយមកខ្ញុំគឺយើងប្រើកិរិយាសព្ទ kuremasu ហើយចំពោះអ្នកដែលឲ្យយើងប្រើ wa ហើយខ្ញុំដែលជាអ្នកទទួលគឺប្រើបវរស័ព្ទ ni ហើយរបស់ដែលឲ្យគឺប្រើជាមួយនឹងបវរស័ព្ទ o ឧទាហរណ៍ Haha wa watashi ni kaban o kuremashita មានន័យថាម៉ាក់បានឲ្យកាបូបមកខ្ញុំសូមមើលលំហាត់អនុវត្ត A1 ហើយនិង B1 ទាំងអស់គ្នាវេយ្យាករណ៍ទី2គឺទាក់ទងទៅនឹងរបស់ដែលជាកម្មវត្ថុនៃការឲ្យនឹងធ្វើជាប្រធានអញ្ចឹងករណីនេះរបស់ដែលជាកម្មវត្ថុនោះគឺយើងប្រើ wa ចំពោះអ្នកដែលឲ្យយើងនៅតែប្រើ ga ដដែលហើយអ្នកដែលទទួលខ្ញុំគឺប្រើបវរស័ព្ទ ni ដដែលឧទាហរណ៍ Kono kaban wa haha ga watashi ni kuremashita មានន័យថាកាបូបនេះគឺម៉ាក់បានឲ្យមកខ្ញុំសូមមកមើលលំហាត់អនុវត្ត A2 ហើយនិង B2 វេយ្យាករណ៍ទី3គឺទាក់ទងទៅនឹងការទទួលបានការធ្វើអ្វីមួយពីនរណាម្នាក់ហើយយើងប្រើទម្រង់កិរិយាសព្ទទម្រង់ te បូកជាមួយនឹង moraimasu ឧទាហរណ៍ Watashi wa haha ni bike o katte moraimashita ឃ្លានេះមានន័យថាខ្ញុំបានទទួលការទិញម៉ូតូពីម្ដាយសូមមកមើលលំហាត់អនុវត្ត A3 B3 ហើយនិង B4 ទាំងអស់គ្នាចំពោះវេយ្យាករណ៍ទី4វិញគឺនរណាម្នាក់បានធ្វើអ្វីមួយហើយឲ្យមកខ្ញុំក្នុងករណីនេះគឺយើងប្រើកិរិយាសព្ទទម្រង់ te បូកជាមួយនឹង kuremasu ឧទាហរណ៍ Haha wa bike o katte kuremashita ឃ្លានេះមានន័យថាម៉ាក់បានទិញម៉ូតូឲ្យមកខ្ញុំបន្ទាប់ពីមើលវេយ្យាករណ៍ខាងលើរួចសូមមកមើលលំហាត់អនុវត្ត A4 ហើយនិង B5 និង B6 ទាំងអស់គ្នាចំពោះវេយ្យាករណ៍ទី5វិញគឺទាក់ទងទៅនឹងការធ្វើអ្វីមួយទៅឲ្យនរណាម្នាក់ក្នុងករណីនេះគឺយើងប្រើកិរិយាសព្ទទម្រង់ te បូកនឹង agemasu ឧទាហរណ៍ Watashi wa tomodachi ni hon o katte agemashita ឃ្លានេះមានន័យថាខ្ញុំបានទិញសៀវភៅឲ្យទៅមិត្តភក្តិឥឡូវនេះសូមមកមើលលំហាត់អនុវត្ត A5 ហើយនិង B7 ទាំងអស់គ្នាចំពោះវេយ្យាករណ៍នៅក្នុងមេរៀនទី24សូមបញ្ចប់ត្រឹមនេះសូមអរគុណ